គ្រប់ទស្សនិកជនទាំងអស់ជាទីគោរពរាប់អានបាទខ្ញុំឡើងមកនេះក្នុងនាមជាវាលក្មិនដើម្បីវិភាសានឹងនិយាយអំពីប្រវត្តិខ្លះៗនៃការកំណត់ទីតាំងបង្គោលព្រំដែននិងខ្សែព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃឡងបាទកន្លងមកការចុះទៅត្រួតពិនិត្យរុករកបង្គោលចាស់មាន74បង្គោលដែលបន្សល់ទុកពីសម័យអាណានិគមបារាំងបាទដោយផ្អែកទៅតាមសន្ធិសញ្ញាឆ្នាំ1907រវាងបារាំងសៀមបាទនៅលើខ្សែបន្ទាត់ព្រំដែនប្រមាណជា800គីឡូម៉ែត្របាទក្នុងនោះមានបង្គោលព្រំដែនដែលបោះនៅសម័យបារាំងសៀមនោះមានចំនួន74បង្គោលបាទហើយមូលដ្ឋាននៃក្រមការងារបច្ចេកទេសចម្រុះបានអនុវត្តការរុករកបង្គោលចាស់និងកំណត់ទីតាំងឡើងវិញទាំង74បង្គោលនេះគឺប្រើមូលដ្ឋានឯកសារសន្ធិសញ្ញាឆ្នាំ1907ជាមូលដ្ឋាននៅមានភ្ជាប់ជាមួយនឹងសន្ធិសញ្ញានេះមានផែនទីបារាំងសៀមមាត្រដ្ឋាន1 លើ 200,000 បាទសម្រាប់ឆ្នាំ1907ហ្នឹងមាន5 sector បាទគឺ5ផ្ទាំងហើយបង្គោលទាំង74នោះក៏មានកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការចម្រុះបារាំងសៀមហ្នឹងគ្រប់ទាំង74បង្គោលកំណត់ហេតុបោះបង្គោលហើយនឹងប្លង់ទីតាំងបង្គោលដែលមានបរិយាយប្រាប់ពីទីតាំងដែលបានបោះនៅលើដីជាក់ស្ដែងដោយឆ្លងតាមរយៈពេលនៃការបោះសាងសង់ជាបង្គោលបេតុងនោះធ្វើឡើងនៅក្នុងឆ្នាំ1919នេះគឺជាលទ្ធផលចុងក្រោយបោះជាបង្គោលបេតុងបាទហើយអញ្ចឹងបើយើងគិតទៅវាមានរយៈពេលជាង100ឆ្នាំហើយអញ្ចឹងការរុករកនៅលើដីជាក់ស្ដែងត្រឡប់មកវិញខ្ញុំសូមចូលក្នុងការកំណត់បង្គោលព្រំដែនចន្លោះពីបង្គោលលេខ52ទៅ59នៅក្នុងស្រុកគំរៀងខេត្តបាត់ដំបងនេះគឺភាគីទាំងពីរបានរុករកនិងបានឯកភាពគ្នាទាំងស្រុងទាំងបង្គោលព្រំដែននិងខ្សែព្រំដែនចន្លោះពីបង្គោលលេខ52ដល់59អញ្ចឹងគឺឯកសារដែលពាក់ព័ន្ធដែលយើងមាននេះជាឯកសារមូលដ្ឋានទាំងផ្លូវច្បាប់និងគឺជាមរតកដែលបន្សល់ទុកពីអាណានិគមបារាំងហើយដែលរដ្ឋាភិបាលប្រទេសទាំងពីរហ្នឹងបានទទួលស្គាល់និងមានបែបបទបច្ចេកទេសក្នុងការចុះអនុវត្តរុករកទីតាំងបង្គោលនៅលើដីនេះគឺយើងក៏មានបែបបទបច្ចេកទេសដែលបានឯកភាពគ្នាក្នុងឆ្នាំ2003ដើម្បីយកទៅអនុវត្តនៅលើដីជាក់ស្ដែងអញ្ចឹងខ្ញុំចូលលម្អិតដើម្បីជាមូលដ្ឋានហើយបញ្ជាក់ប្រាប់ទៅទស្សនិកជនថាតើឯកសារនោះវាពិតប្រាកដឬក៏វាមិនពិតប្រាកដប៉ុណ្ណាវាមានតម្លៃគឺជាឯកសារចាស់អញ្ចឹងខ្ញុំសូមចូលមកដល់ឯកសារដែលភ្ជាប់ជាលទ្ធផលការបោះបង្គោលនឹងខណ្ឌសីមាទី1គឺនេះគឺជាស្លឹកផែនទីមាត្រដ្ឋាន1 លើ 200,000 របស់បារាំងសៀមបាទនៅក្នុងតំបន់នៅស្រុកគំរៀងខេត្តបាត់ដំបងគឺដោយក្នុងនេះមានបង្ហាញគឺមាននៅបង្គោលពីលេខ52ដល់លេខ59បាទនេះបាទសុទ្ធតែជាភាសាបារាំងគណៈកម្មការបោះបង្គោលបារាំងសៀមបាទផែនទីផ្លូវការហើយដែលយើងក៏ធ្លាប់ប្រើផែនទីនេះឈ្នះក្តីនៅប្រាសាទព្រះវិហារអីកន្លងមកដែរជាផែនទីផ្លូវការមូលដ្ឋានគឺជាក់លាក់បន្សល់ទុកពីអាណានិគមបារាំងបាទ
ក្រៅពីផែនទីខ្ញុំបានបរិយាយខាងដើមបាញ់មិញដែលភ្ជាប់ជាមួយនឹងសន្ធិសញ្ញា1407នេះគឺទី2បន្ទាប់ពីផែនទីមាត្រដ្ឋាន200,000ហើយគឺកំណត់ហេតុបោះមង្គលបាទនេះគឺជាកំណត់ហេតុជាភាសាបារាំងដែរព្រោះសម័យយើងនៅក្រោមអាណានិគមបារាំងហ្នឹងគាត់ជាអ្នកធ្វើតំណាងឲ្យប្រទេសកម្ពុជាគឺតំណាងនូចិនផងដែរនេះគឺឯកសារចាស់ដែលបន្សល់ទុកហើយដែលយើងយកទៅប្រើប្រាស់ក្នុងការបោះមង្គលកំណត់ទីតាំងមង្គលបាទគឺហើយក៏មង្គលខ្លះវាខុសទីតាំងអីយើងពិនិត្យដឹងបាទយើងអាចផ្ទៀងផ្ទាត់ពិនិត្យដឹងមង្គលណានៅចំកន្លែងយើងយកបាទទីតាំងចាស់និងមង្គលចាស់នៅនិយាយដល់នេះខ្ញុំក៏សម្បើកមុខកញ្ចក់ចូលមកពី57ទៅ59នេះខ្ញុំក៏បាទសូមបញ្ជាក់ដែរថាបង្គោលលេខ58និង59សពថ្ងៃបង្គោលចាស់ហ្នឹងគឺខិតចូលមកក្នុងដីកម្ពុជាយើងទេបាទអញ្ចឹងផ្អែកទៅលើឯកសារហ្នឹងដែលច្បាស់លាស់នេះភាគីទាំងពីរបានឯកភាពគ្នាកំណត់ទីតាំងចាស់ឡើងវិញគឺយើងមានចម្ងាយមានមុំយើងប្រើឧបករណ៍វាស់វែងបាទយើងវាស់ហើយយើងក៏បានដាក់ជាមង្គលម្ដោះសន្ននៅលើទីតាំងចាស់ឡើងវិញបាទនេះគឺបាទកំណត់ហេតុបោះមង្គលលេខ52បាទហើយនេះក៏53 54អីជាបន្តបន្ទាប់ហ្នឹងបាទជាខេបហើយបន្ទាប់ពីកំណត់ហេតុបោះបកគោលយើងក៏មានប្លង់បាទមានប្លង់បកគោលនេះគេបានគូសពង្រីកដោយមាត្រដ្ឋានធំបាទនេះបកគោលលេខ52នៅគេដាក់ថាស្ទឹងដាបាទនៅចិត្តមាត់ស្ទឹងដានៅក្នុងចិត្តសាលាស្រុកកំរៀងដែរបាទបច្ចុប្បន្ននេះនៅលើដីជាក់ស្ដែងគេហៅអូដាបាទហើយសុទ្ធតែបកគោលឯកភាពដោយបង្ហាញអញ្ចឹងបាទនេះគឺជាប្លង់ហើយនេះគឺជាប្លង់ខ្សែព្រំដែនបាទប្លង់ខ្សែព្រំដែនគេគូសប្លង់ខ្សែព្រំដែនបាទក្រៅពីនេះក្រោយពីយើងឯកភាពគ្នាបាទទាំង8បកគោលបាទពី52ដល់59ហើយគឺយើងបានបំពេញបែបបទជាឯកសារថ្មីដោយបច្ចុប្បន្នផ្នែកបច្ចេកវិទ្យាមានការជឿនលឿនយើងបានធ្វើការវាស់វែងជាប្លង់ដើម្បីរក្សាជាឯកសារទុកបន្តទៅទៀតគឺបញ្ជាក់នៅលើដីឡើងវិញគឺភូមិសាស្ត្រនៅលើដីជាក់ស្ដែងហ្នឹងក្នុងនោះយើងវាស់វែងធ្វើប្លង់ថ្មីហើយក៏មានវាស់និយាមការនឹងធ្វើកំណត់ហេតុសារជាថ្មីឡើងវិញដោយទ្វេភាគីនេះគឺជាកំណត់ហេតុទ្វេភាគីនេះខ្ញុំបង្ហាញភាសាខ្មែរទេតែយើងធ្វើតាមពិតយើងធ្វើជា3ភាសាមានបាទភាសាខ្មែរភាសាថៃនិងភាសាអង់គ្លេសបាទហើយក៏យើងបានបាទធ្វើប្លង់ក៏យើងធ្វើប្លង់ឡើងវិញហើយយើងវាស់បញ្ចូលមានយើងគូសស្ថានភាពភូមិសាស្ត្រលើដីជាក់ស្ដែងបាទយើងមានដាក់និយាមការគឺគងនៅនៃបញ្ចូលបញ្ជាក់ទីតាំងច្បាស់លាស់បាទជាសរុបឡើងវិញគឺការកំណត់ទីតាំងមង្គលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃគឺយើងធ្វើផ្អែកទៅលើឯកសារច្បាប់ដើមដែលបន្សល់ទុកពីអាណានិគមបានន័យថាបារាំងសៀមដែលជាអាណាព្យាបាលឬអាណានិគមលើយើងហើយដែលគាត់បានធ្វើទុកជាមរតកបាទយើងមិនបានធ្វើអ្វីថ្មីទេគឺយើងធ្វើទៅតាមឯកសារដែលមានស្រាប់ចាស់និងយកទីតាំងបង្គោលគឺតាមបង្គោលដែលបន្សល់ទុកពីសម័យអាណានិគមបារាំងបាទ